អូខេបាទយើងជួបគ្នាបន្ទាប់បាទនៅក្នុងមេរៀនទី8បាទតាក់ទងទៅនឹង Orpheil ទាំងអស់គ្នាបាទ Orpheil បាទតាក់ទងទៅនឹងពាក្យទី1បាទយើងសិក្សាអំពី il croix ណា il croix បាទ il croix គឺសកម្មភាពប្រចាំថ្ងៃណាបាទ il croix បាទយើងមើល il croix តើមានពាក្យអ្វីខ្លះដែលនៅក្នុងមេរៀនទី8នៅក្នុងពាក្យទី1របស់យើងបាទពាក្យស័ព្ទទី1របស់យើងបាទយើងមានពាក្យទី1បាទគឺពាក្យថា televisionnel poda បាទ televisionnel poda បាទ televisionnel poda បាទមើលទូរទស្សន៍ណាបាទ televisionnel poda មើលទូរទស្សន៍បាទពាក្យទី2 changul poda ណា changul poda បាទ changul poda បាទទៅទិញអីវ៉ាន់ឬក៏ដើរទិញអីវ៉ាន់បាទទិញអីវ៉ាន់នេះគឺប្រភេទទិញគ្រឿងទេសណាគ្រឿងធ្វើម្ហូបអីហ្នឹងយើងប្រើពាក្យ changul poda បាទ changul poda ណាអូខេបាទពាក្យទី3ពាក្យថា ironada ណា ironada បាទ ironada ironada ណា ironada បាទភ្ញាក់ពីដំណេកណា ironada បាទ ironada ណាភ្ញាក់ពីដំណេកឬក៏ភ្ញាក់ពីគេយ៉ាងនោះណាបាទពាក្យទី4គឺពាក្យថា chada ណា chada ណា chada គេបាទ chada គេអូខេបាទពាក្យទី5យើងមានពាក្យថា sida បាទ sida sida ណា sida បាទសម្រាប់ណា sida បាទយើងមានពាក្យទី6ពាក្យថា sita ណា sita sita ណា sita អូខេបាទសម្អាតនេះឬក៏លាងបាទលាងក៏បានសម្អាតក៏បានដែរណាបាទ sita ណា sita បាទយើងមានពាក្យទី7របស់យើងគឺពាក្យថា corporeal បាទ corporeal masida corporeal masida ណា corporeal masida ណាផឹកកាហ្វេណាបាទ corporeal masida អូខេបាទពាក្យទី8បាទយើងមានពាក្យថា achim ណា achim chom sim ឆញកគឺលមកតាបាទយើងមានពាក្យ3ពាក្យនេះបាទ achim មើលមកតាបាទហូបអាហារពេលព្រឹកបាទ chom sim មើលមកតាបាទហូបអាហារពេលថ្ងៃត្រង់ហើយនឹងឆញកគឺលមកតាបាទហូបអាហារពេលល្ងាចបាទអញ្ចឹងយើងប្រើពាក្យបាទទី1យើងប្រើ achim ណា achim មើលមកតាបាទទី2យើងអាចប្រើពាក្យថា chom sim មើលមកតាបាទអញ្ចឹងបងប្អូនអាចប្រើ achim បាទអាឈីមមើលមកតាបាទហូបអាហារពេលព្រឹកបាទឬក៏ដល់ពេលថ្ងៃបងប្អូនប្រើពាក្យថាឆំស៊ីមើលមកតាបាទញ៉ាំអាហារពេលថ្ងៃឬក៏ពេលល្ងាចបងប្អូនទៅប្រើពាក្យថាឆញកគឺលមកតាបាទយើងបន្ថែមពាក្យអ៊ឺលនៅខាងនៅបន្ទាប់ពីអាឈីមបាទអាឈីមមើលបាទឆំស៊ីមើលឆញកគឺលមកតាបាទហើយយើងប្រើទៅតាមពេលវេលាណាមួយជាក់ស្ដែងទៅណាអូខេបាទតោះអញ្ចឹងយើងក៏លេខមកវិញបាទឡើងមកវិញបាទអញ្ចឹងពាក្យទី1របស់យើងគឺពាក្យថា televisionnel poda televisionnel poda បាទពាក្យទី2 changul poda changul poda អូខេបាទពាក្យទី3 ironada ironada បាទ ironada បាទពាក្យទី4 chada chada ណា chada អូខេបាទពាក្យទី5 sida sida ណា sida អូខេបាទពាក្យទី6 sita 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 ណា sita អូខេបាទពាក្យទី7 corporeal masida corporeal masida ណា corporeal masida អូខេបាទពាក្យទី8 achimul chomsimul chonyokul mokta អូខេបាទយើងបន្តបាទទៅពាក្យទី9របស់យើងបាទអញ្ចឹងពាក្យទី9របស់យើងគឺពាក្យថា ilhada ណា ilhada ធ្វើការងារណាបាទ ilhada បាទ ilhada នេះធ្វើការងារបាទពាក្យទី10គឺពាក្យថា yorihada ណា yorihada ធ្វើម្ហូបបាទ yorihada បាទធ្វើម្ហូបពាក្យទី11បាទពាក្យទី11របស់យើងគឺពាក្យថា untunghada ណា untunghada បាទ untunghada ហាត់ប្រាណណាបាទ untunghada ហាត់ប្រាណឬក៏ហាត់កីឡាយ៉ាងទៅណាបាទ untunghada បាទពាក្យទី12 chonfahada 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 ណា chonfahada បាទនិយាយទូរស័ព្ទឬក៏ call ទូរស័ព្ទទៅណាបាទ chonfahada បាទពាក្យទី13 fesaekada 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 អូខេបាទទៅក្រុមហ៊ុន
បាទនឹងពាក្យទី14ចុងក្រោយរបស់យើងគឺពាក្យថា chipbeoda ណា chipbeoda បាទ chipbeoda chipbeoda អូខេបាទអញ្ចឹងយើងអានពាក្យទី9យើងឡើងវិញបាទពាក្យថា ilhada បាទ ilhada បាទពាក្យទី10 yorihada yorihada បាទពាក្យទី11 untunghada ណា untunghada បាទពាក្យទី12 chonfahada chonfahada បាទពាក្យទី13 fesaekada fesaekada បាទនិងពាក្យទី14 chipbeoda chipbeoda អូខេបាទអញ្ចឹងស្គិនដល់បងប្អូនតន់តកតងទៅនឹងការអានក៏ដូចជាត្រូវតែចងចាំអត្ថន័យនៃពាក្យដែលយើងបានរៀនបាននៅក្នុងមេរៀនទី8 Orpheil ដែលតកតងទៅនឹង il qua បាទយើងជួបគ្នានៅចំណុចបន្តទៀតណា